ta nè $200នៅក្នុងម្នាក់ឥឡូវគេកែប្រែច្បាប់ថ្មីគេនៅសល់ត្រឹមដល់$100ក្នុងម្នាក់ហើយ$100ហ្នឹងអត់បូកបញ្ចូលថ្លៃសន្តាគារថ្លៃហូបចុកឬក៏ថ្លៃមគ្គុទ្ទេសក៍អីទេហើយគេសួរថាយកពន្ធថ្លៃម៉េះលុយហ្នឹងយកទៅណានិយាយទៅរដ្ឋាភិបាលគេគិតគូរដល់ប្រជាពលរដ្ឋលុយពន្ធដែលគេយកបានទាំងប្រមាណហ្នឹងគេផ្ដល់ទៅការរៀនសូត្រការព្យាបាលជំងឺធ្ងន់ជំងឺស្រាលដោយឥតគិតថ្លៃចំពោះប្រជាជនរបស់គេចំណុចទី5សេចក្តីស្លាប់គឺជាអាចកំបាំងនៃសេចក្តីសុខនិយាយទៅយើងស្ដាប់ឃ្លានេះមករៀងចម្លែកសេចក្តីស្លាប់គឺជាអាចកំបាំងនៃសេចក្តីស្លាប់និយាយទៅនៅក្នុងប្រទេសនេះគេបង្រៀនឲ្យប្រជាជនគេគិតអំពីសេចក្តីស្លាប់5ដងក្នុងមួយថ្ងៃជាទូទៅមនុស្សទូទាំងពិភពលោកតែងតែខ្លាចនៃសេចក្តីស្លាប់អត់ចង់និយាយពាក្យហ្នឹងឲ្យវាអពមង្គលអីចឹងទៅប៉ុន្តែហេតុអ្វីបានជាប្រទេសហ្នឹងធ្វើបែបហ្នឹងដោយសារគេចង់បរៀនប្រជាជនរបស់គេឲ្យគិតថាជីវិតយើងហ្នឹងអត់ដឹងស្លាប់នៅថ្ងៃណាទេអញ្ចឹងឲ្យគេលះបង់ភាពខឹងភាពលោភលន់ភាពប្រកួតប្រជែងទាំងឡាយចេះរស់នៅជាមួយមនុស្សជុំវិញដោយស្នាមញញឹមទៅចំណុចទាំងអស់នេះហើយដែលធ្វើឲ្យប្រជាជនប៊ូតានហ្នឹងមានភាពរីករាយនិងស្នាមញញឹមជានិច្ចបន្ទាប់ពីយើងស្ដាប់រឿងចម្លែកទាំង5នៅក្នុងប្រទេសប៊ូតានមកយើងអាចសម្លឹងឃើញថា
នៅក្នុងប្រទេសនោះគេអាចរីករាយមានស្នាមញញឹមជានិច្ចបានមិនដោយសារតែគេមានលុយច្រើនទេប៉ុន្តែគេមានច្បាប់ដ៏តឹងរឹងមួយគេចេះការពារធម្មជាតិស្រឡាញ់បរិស្ថានគេរៀនចេះស្កប់ស្កល់អ្វីដែលគេមានអញ្ចឹងបងប្អូនពេញចិត្តនៅច្បាប់មួយណាដែរខមមិនខាងក្រោមអរគុណ